បងប្អូនដាំយន្ទីបើសិនជាបងប្អូនមិនចង់ខាត់លងចង់ទេបងប្អូនត្រូវតែបញ្ឈប់ជំនឿខុសៗទាំងនេះភ្លៀងកក់ខែឬភ្លៀងអាស៊ីតបងប្អូនមួយចំនួនគាត់គិតថាភ្លៀងកក់ខែនេះគឺជាគ្រោះធម្មជាតិបើសិនជាបងប្អូនគិតបែបនេះបងប្អូននឹងខាតឆ្នាំក្រោយទៀតនៅពេលដែលបងប្អូនគិតថាភ្លៀងកក់ខែគឺជាគ្រោះធម្មជាតិបងប្អូននឹងគិតថាมันមានវិធីជួយបានទេដូច្នេះបងប្អូនគឺបោះបង់ចោលដូចឆ្នាំនេះច្រើនណាស់បងប្អូនដែលត្រូវភ្លៀងកក់ខែហើយគឺគាត់បោះបង់ចោលមកដែលគាត់ខំថែមកឲ្យលុយច្រើនមែនតើប៉ុន្តែនៅពេលដែលត្រូវភ្លៀងកក់ខែគាត់គិតថាជាគ្រោះធម្មជាតិហើយក៏គាត់បោះបង់ចោលបណ្ដោយតាមយថាកម្មពេលនោះហើយគឺជំងឺផ្សិតរាតត្បាតធ្វើឲ្យក្រៀមផ្កាក្រៀមក្តាប់ជ្រុះអស់ធ្វើឲ្យបងប្អូនខាតអញ្ចឹងបងប្អូនត្រូវតែបញ្ឈប់ជំនឿនេះភ្លៀងកក់ខែឬភ្លៀងអាស៊ីតនេះគឺមិនបណ្ដាលឲ្យចន្ទីបងប្អូនក្រៀមផ្កាក្រៀមក្តាប់ទេតាមពិតចន្ទីរបស់បងប្អូននៅពេលដែលត្រូវភ្លៀងកក់ខែឬភ្លៀងអាស៊ីតគឺវាក្រៀមផ្កាក្រៀមក្តាប់ដោយសារតែជំងឺផ្សិតព្រោះស្ពររបស់ផ្សិតវាអណ្ដែតនៅពេញបរិយាកាសនៅពេលដែលផ្កាចន្ទីរបស់បងប្អូនត្រូវសំណើមពពួកផ្សិតវានឹងដុះលូតលាស់នៅពេញកញ្ចុំផ្ការបស់បងប្អូនត្រូវយល់ថាកញ្ចុំផ្កាចន្ទីនេះវាមានសភាពណែនអឹបជាប់គ្នានេះជាមូលហេតុដែលបណ្ដាលឲ្យចន្ទីងាយនឹងកើតផ្សិតណាបងប្អូនដំណោះស្រាយចន្លោះ24ម៉ោងបន្ទាប់ពីត្រូវភ្លៀងកក់ខែឬភ្លៀងអាស៊ីតបងប្អូនគាត់តែប្រើថ្នាំពពួកការពារនឹងកញ្ចប់ផ្សិតដែលមានសមត្ថភាពខ្លាំងដូចជាអាស្រូសូប៊ីនបូកជាមួយឌីហ្វេណូខូណូសូលលាយជាមួយប្រេងជំរាបបាញ់ឲ្យសពនោះចន្ទីរបស់បងប្អូនមិនក្រៀមផ្កាមិនក្រៀមក្តាប់ទេរីឯបងប្អូនចង់បូកជាមួយនឹងថ្នាំពពួកកម្ចាត់សត្វល្អិតបន្ថែមក៏បានដែរព្រោះតើកាលណាតែមានភ្លៀងហើយវាតែងតែកាត់សត្វល្អិតហើយបងប្អូនឈប់យកច្រឡំទៅពាក្យថាបាញ់លៀងភ្លៀងអាស៊ីតបាញ់លៀងទឹកភ្លៀងជាដើមបងប្អូនគឺមិនមែនទេគឺយើងត្រូវតែបាញ់ការពារផ្សិតនិងកម្ចាត់ផ្សិតវីដេអូក្រោយខ្ញុំនឹងនិយាយអំពីការយកច្រឡំនៅលើសន្សើមប្រៃវាមិនមានសន្សើមប្រៃណាមកបំផ្លាញចន្ទីយើងទេបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទឬលេខ Telegram ខាងក្រោមខ្ញុំបាទជំរាបជូនអរគុណ